សូមពុកម៉ែបងប្អូនជួយគាំទ្រវីដេអូកម្រនេះផងហើយវីដេអូនេះគឺជាវីដេអូមួយរំលឹកអតីតកាលពីសម័យមុនហើយថ្ងៃនេះខ្ញុំអត់សូវស្រួលខ្លួនទេគាត់ថាចង់ផុសវីដេអូនេះដើម្បីចែកជូនពុកម៉ែបានទស្សនានេះជាសកម្មភាពរបស់កសិករខ្មែររបស់យើងគាត់ជួសស្រាដោយប្រើគោហើយការថតនេះគឺខ្ញុំថតតាំងពីខែវស្សាទេតែខ្ញុំចេះតែរក្សាទុកមកដល់បច្ចុប្បន្ននេះដើម្បីចែកជូនដល់ពុកម៉ែបងប្អូនបានទស្សនាហើយចិត្តដល់រដូវភ្ជួរទៀតបងប្អូននៅតែមួយខែទៀតដល់ហើយអញ្ចឹងសូមពុកម៉ែបងប្អូនជួយគាំទ្រវីដេអូកម្រនេះបានច្រើនដើម្បីលើកទឹកចិត្តដល់ admin ហើយសប្តាហ៍ថ្ងៃនេះក៏ខ្ញុំមិនបានផលប្រយោជន៍អីពីការថតនេះដែរបងប្អូនគ្រាន់តែថាចង់ចែកម្លែកនៅវីដេអូកម្រវីដេអូអនុស្សាវរីយ៍ពីមុនដែលពុកម៉ែបងប្អូនធ្លាប់ឆ្លងកាត់កំសត់ខ្លាំងណាស់បងប្អូនសម័យនោះគឺគ្មានរបស់របរទំនើបនៅឡើយទេគឺយើងធ្វើស្រែតែប្រើគោប្រើនឹងគង់ប្រើរនាស់អីទេបងប្អូនចឹងសូមពុកម៉ែបងប្អូនជួយគាំទ្រ share និង follow page ឲ្យបានច្រើនដើម្បីលើកកម្លាំងចិត្តដល់ខ្ញុំបាទដើម្បីបន្តការថតវីដេអូកម្រនេះទៀតដោយសារតែរងថ្ងៃហ្នឹងទោះបីជាឈឺគ្រុនយ៉ាងម៉េចក៏ព្យាយាមទៅថតដែរបងប្អូនដោយសារតែនឹកឃើញថា2-3ឆ្នាំទៅមុខទៀតហ្នឹងហើយសយនឹងអស់អ្នកព្យួរកោហើយបងប្អូនពួកឯរងថ្ងៃហ្នឹងខ្ញុំថតសន្តែឆ្លងខេត្តឆ្លងស្រុកដើម្បីយកវីដេអូហ្នឹងហើយរងថ្ងៃហ្នឹងគឺគ្មានបានចំណូលបានផលប្រយោជន៍អីពីការថតនោះដែរបងប្អូនគ្រាន់តែការស្រឡាញ់ចង់រក្សានៅវប្បធម៌របស់ដូនតាយើងមិនឲ្យបាត់បង់ក៏ចេះតែព្យាយាមថតវីដេអូកូននេះបានច្រើនហើយវីដេអូមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនជួយគាំទ្រដល់រូបខ្ញុំឲ្យបានច្រើនដើម្បីលើកទឹកចិត្តក្នុងការបន្តដល់ថតវីដេអូកម្រនេះដើម្បីចែកជូនដល់ពុកម៉ែបងប្អូនបានទស្សនាចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយ share វីដេអូនេះបានច្រើនដើម្បីលើកទឹកចិត្តចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនា